ប្តីដើម្បីចេញមុខការពីស្រីកំណាញ់ហ៊ាននាំនាងមកសួរនាំប្រពន្ធខ្លួនឯងនិយាយគ្នាថារឿងនឹងចប់ហើយតើមិនក៏នាងនៅតែមិនព្រមលែងនេះចង់នៅមុខខ្ញុំជួយកាំងស្រីកំណាញ់លោកមែនទេឥឡូវនាងជាមនុស្សរបស់ខ្ញុំរឿងក្រុមហ៊ុនថ្ងៃក្រោយមិនបាច់នាងលោកដៃទេលោកច្បាស់ទេថាដើម្បីអ្នកក្រៅព្រមបែកខ្នងដាក់ខ្ញុំនោះប្តីមិនត្រឹមតែការពារនាងស្រីនោះថែមទាំងទម្លាក់កំហុសថាប្រពន្ធរំលោភអំណាចថែមទាំងសុំបែកផ្ទះទៀតផងក្រោយប្រពន្ធយល់ព្រមទាំងជឿចាប់ប្តីមិនត្រឹមតែមិនដឹងខ្លួនថែមទាំងប្រមានជាលើកចុងក្រោយលើកក្រោយបើហ៊ានធ្វើបាបនាងទៀតពួកគេនឹងលែងលះគ្នាស្រីកំណាញ់ឃើញបែបនេះក៏និយាយឌឺដងថានឹងជួយមើលថែប្តីនាង2ខែក្រោយមកប្រពន្ធមើលថែកូនទៅពេញខែម្នាក់ឯងឯប្តីមិនអើពើនឹងកូនតតែសោះថែមទាំងបណ្ដាគ្នាជាមួយនាងស្រីនោះរាល់ថ្ងៃនាងនោះថែមទាំងញីបង្ហោះរូបស្និទ្ធស្នាលពេលដើរលេងប្រពន្ធទ្រាំលេងបានក៏សម្រេចចិត្តដកទោនពីក្រុមហ៊ុនប្តីឲ្យគេអស់រលីងពីខ្លួនរួចឲ្យជំនួយការរៀបចំលិខិតលែងលះត្រៀមក្នុងពិធីខួបកូន100ថ្ងៃជួនកាលដូរធំមួយដល់គេមូលហេតុដែលនាងដាច់ចិត្តម្លេះព្រោះអ្វីរបស់ប្តីគឺនាងជាអ្នកតតែគេអស់អ្វីទៅនាងអស់គំនុំតាមពិតកាលពី7ឆ្នាំមុនដើម្បីរៀបការជាមួយប្រុសក្រីក្រនេះនាងសុខចិត្តតែទំនាក់ទំនងជាមួយតែបោះបង់តំណែងជាអ្នកស្នងរត់ត្រកូលជាងលក្ខណៈសញ្ញាពិតលួចជួយជ្រោមជ្រែងក្រុមហ៊ុនប្តីជួយរកកុងត្រារាប់លានឲ្យគេធ្វើឲ្យគេខ្លាចជាអ្នកជំនួញដ៏លេចធ្លោ7ឆ្នាំមកនេះនាងមើលការងារនឹងគ្រួសារមិនដែលស្ដាយក្រោយតែនៅថ្ងៃនាងចេញពីសរសៃពេលបំរុងប្រាប់ការពិតដល់ប្តីស្រាប់តែឃើញស្រីម្នាក់មុខស្រដៀងសង្សារចាស់គេអង្គុយនៅកៅអីខាងមុខជារបស់នាងក៏បើកទ្វារដេញនាងនោះចុះភ្លាមរួចឲ្យប្តីបើកឡានឌុបនាងទៅផ្ទះដោយទុកនាងស្រីនោះចោលកណ្ដាលផ្លូវមកដល់ផ្ទះក៏ប្រាប់ប្តីយ៉ាងម៉ឺងម៉ាត់ថាជាមួយឋានៈគេពេលនេះស្រីតាមស្រឡាញ់ប្រកាសជាច្រើនបើគេមានចំហមិនច្បាស់លាស់ច្បាស់ជាមានអ្នកឆ្លៀតឱកាសមិនខានប្តីឃើញប្រពន្ធប្រច័ណ្ឌក៏លួចអហើយសន្យាយ៉ាងមុតមមថាគេនឹងមិនប្រែចិត្តឡើយថែមទាំងសន្យាថានឹងរក្សាគម្លាតពីនាងនោះតែការសន្យាគ្រាន់តែជាខ្យល់មិនយូរប៉ុន្មានដោយសារការញុះញង់ប្តីបានយកស្រាខួប100ថ្ងៃរបស់កូនទៅជូននាងនោះជាការសុំទោសថែមទាំងទុកប្រពន្ធនិងកូនចោលទៅចូលរួមខួបកំណើតនាងស្រីនោះធ្វើឲ្យប្រពន្ធខឹងក៏យកវីដេអូបង្ហោះរបស់នាងថតបញ្ជូនចូលគ្រប់ក្រុមហ៊ុនរួចសួរថានាងឯងធ្វើខួបគ្មានលុយទិញស្រាផឹកមែនបានជាមកដណ្ដើមស្រាខួបកូនឯងរឿងនេះបានលេចទៅពេញក្រុមហ៊ុនភ្លាមនាងនោះធ្វើជាមករៀបរាប់ប្រាប់ប្រពន្ធថានាងយកច្រឡំទេម្សិលមិញមេធ្វើពិធីអបអរជោគជ័យនាងគ្រាន់តែធ្វើគូភ្ជាប់ជាមួយហើយថានាងរករឿងដោយសារតែស្រាពីរដប់ធ្វើឲ្យមេបាក់មុខណាស់ដើម្បីលោកអគ្គនាយកអ្នកនាងគួរតែបកស្រាយប្រាប់គេទៅនិយាយមកហាមាត់គឺដើម្បីលោកអគ្គនាយកបើមិនដឹងស្មានតែនាងជាប្រពន្ធគេហើយប្រពន្ធនិយាយចំបែបនេះស្រាប់តែនាងនោះធ្វើជាលុតជង្គង់សុំឲ្យនាងលើកលែងទោសថែមទាំងតេះកំភ្លៀងខ្លួនឯងនៅមុខបុគ្គលិកដើម្បីទាមទារការអាណិតចៃដន្យប្តីមកឃើញទិដ្ឋភាពនេះក៏បន្ទោសប្រពន្ធភ្លាមថាមិនគួរគិតច្រើនរឿងស្រាពីរដប់សោះនាងនោះឃើញអញ្ចឹងក៏ព្រមសងថ្លៃស្រាពេលនេះប្តីនៅតែការពារនាងនោះប្រពន្ធក៏ទ្រាំលេងបានក៏យល់ព្រមឲ្យនាងសងប្រាក់ល្អចង់សងមែនទេ6លានស្អែកវេចូលកុំខ្ញុំឲ្យហើយនាងនោះស្រឡាំងកាំងធ្វើអីមិនត្រូវបានត្រឹមយំប្រាប់មេថានាងគ្មានសមត្ថភាពសងលុយច្រើនម្លេះទេបុរសនោះឃើញហើយក៏អាណិតទាញនាងមកសុំអង្វរប្រពន្ធយកទំហំចិត្តប្តីប្រពន្ធប៉ុន្មានឆ្នាំនេះក៏សម្រេចចិត្តទុកឱកាសចុងក្រោយឲ្យប្តីរួចប្រមាននាងនោះឲ្យបញ្ឈប់ល្បិចបើមិនអញ្ចឹងនឹងមានវាសនាដូចថ្ងៃនេះធ្វើឲ្យនាងរែកពុំរួចឡើយស្មានថារឿងនឹងចប់ត្រឹមនេះនឹកស្មានមិនដល់ថាថ្ងៃបន្ទាប់នាងនោះត្រូវបានជំនួយការបញ្ឈប់ពីការងារតែចៃដន្យឲ្យត្រូវប្តីមកតាន់នាងនោះក៏លួចញុះញង់ថាខ្លួនធ្វើឲ្យប្រពន្ធគេមិនសប្បាយចិត្តទើបត្រូវគេដេញចេញប្តីដើម្បីចេញមុខការពារនាងនោះក៏នាំនាងមកផ្ទះភ្លាមទើបមានរឿងដូចឈុតខាងដើមរហូតដល់ថ្ងៃខួបកូន100ថ្ងៃប្តីយ៉ាងសង្ហាបាននាំនាងស្រីនោះមកបង្ហាញខ្លួនក្នុងពិធីខួបកូនថែមទាំងអញ្ជើញឪពុកម្ដាយនាងមកទៀតអ្វីដែលគួរឲ្យខឹងបំផុតនោះគឺនាងនោះហ៊ានយកដៃសង្កត់ក្បាលទារកយ៉ាងសាហាវប្រពន្ធឃើញអញ្ចឹងក៏ប្រញាប់ទៅខាត់តែនាងនោះធ្វើពុតជាភ្ញាក់ផ្អើលហើយខ្លាញ់ធ្វើជាប្រឡាញ់ដៃសំណាងល្អដែលប្រពន្ធត្រង់កូនតាន់ទិដ្ឋភាពនេះធ្វើឲ្យភ្ញៀវផ្អើលឆោឡោប្រពន្ធបានទម្លាក់កំហឹងទាំងប៉ុន្មានលើនាងនោះតែប្តីនៅតែការពារនាងស្រីនោះទៀតចឹងលីនេះជារឿងរបស់យើងពីរនាក់មិនពាក់ព័ន្ធនឹងជិនស៊ីទេលែងមានពួកយើងទៀតហើយនាងចង់មានន័យថាម៉េចខ្ញុំចង់មានន័យថាខ្ញុំសុំលែងលះលោក